ចឹងខ្ញុំនឹងនិយាយអំពី diagnosis ការធ្វើរោគវិនិច្ឆ័យថាតើយើងធ្វើ diagnosis មិនទៅលើករណី retreatment ចឹងនៅក្នុងការធ្វើ diagnosis ទៅក្នុងករណី retreatment គឺយើងពឹងផ្អែកទៅលើកត្តាពីរទី1គឺ clinical sign and symptom មានន័យថាយើងអាចសង្កេតឃើញថាក្រោយពីការព្យាបាលហើយអ្នកជំងឺគាត់មានចេញ sinus tract គាត់មាន clinical sign ដូចជាឬក៏ symptom ដូចជាខាំចំថ្មិញហ្នឹងទៅឈឺមានន័យថា pain during eating or biting ញ៉ាំចំណីអាហារចំថ្មិញហ្នឹងទៅឈឺនៅពេលដែលយើង percussion ទៅគោះទៅក៏ឈឺឬក៏ palpation ទៅឈឺអញ្ចឹងវាលេចចេញនៅរោគសញ្ញាឲ្យយើងដឹងឬក៏ឲ្យអ្នកជំងឺគាត់សម្គាល់មួយទៀតគឺយើងពឹងផ្អែកទៅលើ X-ray radiograph នៅក្នុងការពឹងផ្អែកទៅលើ X-ray នេះពីច្រើនយើងមាន CBCT យើងមាន PA ត្រូវទេយើងមាន PA អញ្ចឹងនៅពេលដែលយើងថត PA មកយើងឃើញថាវាមាន radiolucency នៅខាងចុងឬធ្មេញដែលវាបញ្ជាក់ថាវាមានការបង្ករោគ infection អញ្ចឹងករណីដែលព្យាបាលហើយនៅពេលដែលថតទៅឃើញមាន infection អាហ្នឹងយើងអាចសម្រេចចិត្តថាគួរធ្វើ retreat ឬក៏អត់ប៉ុន្តែភាគច្រើនគឺខ្ញុំ retreat ប៉ុន្តែអាស្រ័យទៅលើ dental history ដែរអាស្រ័យទៅលើការសួរនាំប្រវត្តិពីការព្យាបាលដែរគាត់ព្យាបាលរយៈពេលប្រហែលហើយព្យាបាលនៅណាហើយពីមុនមូលហេតុអីបានព្យាបាលឥឡូវមានសាញមានរោគសញ្ញាអីអត់ក្រោយពីការព្យាបាលរហូតមកដល់ពេលឥឡូវត្រូវសួរនាំអ្នកជំងឺដូចខ្ញុំបាននិយាយកដែរអញ្ចឹងថាកត្តាមួយចំនួនគឺវាអាចនឹងធ្វើឲ្យការព្យាបាលរបស់យើងបរាជ័យអញ្ចឹងវាដូចជាមាន radiolucency នៅខាងចុងរូធ្មេញការ obturation ទៅស្ទើការថត X-ray ទៅឃើញ miscanal ត្រូវទេចាកត្តាទាំងអស់នេះហើយវាអាចបញ្ជាក់អំពី reason ឬក៏អំពី indication ឬក៏អំពីការធ្វើការសម្រេចចិត្តថាតើយើងគួរតែរើព្យាបាលឬក៏អត់ជាក់ស្ដែង PA វាមិនអាចប្រាប់យើងទិន្នន័យបានទាំងអស់បើសិនជាយើងប្រៀបធៀបទៅជាមួយនឹង CBCT ចឹងបើសិនជាយើងប្រៀបធៀបទៅជាមួយនឹង CBCT យើងអាចបានព័ត៌មានអាចបានទិន្នន័យពីធ្មេញដែលយើងត្រូវព្យាបាលពីធ្មេញដែលយើងត្រូវ retreat នឹងបានល្អជាងចឹងសម្រាប់ការធ្វើ diagnosis មិនចាំបាច់តែករណី case retreat ទេករណីធម្មតាគឺ CBCT គឺវាជួយបង្កើនប្រសិទ្ធភាពបង្កើនaccuracy តាក់ទងទៅជាមួយនឹងការធ្វើ diagnosis អញ្ចឹងពេលខ្លះ case ដែលពិបាក case ដែលdifficult to make a diagnosis គឺពិបាកនៅក្នុងការធ្វើ diagnosis គឺយើងចាំបាច់ត្រូវការថត CBCT ចឹង CBCT ឥឡូវខ្ញុំជឿថាអាចយើងទូលំទូលាយជាងពីមុនហើយប៉ុន្តែគ្រាន់ថាពេលខ្លះនៅពេលដែលយើងឆាច endo បានថោកនៅពេលដែលយើងថត CBCT វាអាចនឹងពិបាកដែរដោយសារតែតម្លៃនៃការថត CBCT វាអាចប៉ះពាល់ទៅលើតម្លៃនៃការព្យាបាលរំលឹកធ្មេញរបស់យើងតើតង់ទៅជាមួយនឹងការថត PA ជាធម្មតា PA បើសិនជាយើងចង់ឲ្យបានទិន្នន័យកាន់តែច្បាស់ទៀតគេឲ្យយើងសេរី horizontal angulation សេរី horizontal angulation តើ horizontal angulation សេរីវាមិនឧទាហរណ៍ថាជាធម្មតាយើងថតនៅ position ដាក់ X-ray tube របស់យើងនេះ X-ray tube របស់យើងនេះគឺនៅជាធម្មតាយើងដាក់នៅ position លេខ2ត្រូវទីតាំងលេខ2ពេលយើងថតទៅពេលខ្លះឬឧទាហរណ៍ថារុនខាង ML ឬក៏ MB គឺវាថតទៅវាកងវាត្រួតស៊ីគ្នាអញ្ចឹងមានន័យថាបើសិនជាយើងព្យាបាលធ្មេញថ្គាមខាងក្រោមជាធម្មតានៅខាង major root ឬធ្មេញខាងមុខគឺវាមានរុន2 MB ហើយនិង ML នៅពេលដែលមាន MB ហើយនិង ML
នៅពេលដែលយើងថតនៅក្នុងទីតាំង position លេខ2យើងនឹងសង្កេតឃើញថា MB ហើយនិង ML ត្រួតស៊ីគ្នាអញ្ចឹងយើងអត់ដឹងថាអត់ដឹងថាតើ MB ហើយនិង ML វាមានប្រវែងប្រមាណអីត្រូវទេហើយមួយទៀតនៅពេលដែលយើង working length នៅពេលដែលយើងដាក់ file 2ចូលទៅពេលដែលយើងថតទៅយើងឃើញវាកងវាត្រួតស៊ីគ្នាគឺយើងអត់អាចបែងចែកច្បាស់ថារុនខាងណាស្ទើរឬក៏រុនខាងណាលើសទេអញ្ចឹងដើម្បីបែងចែកឲ្យច្បាស់គឺយើងត្រូវការ Array horizontal angulation horizontal angulation ហ្នឹងមានន័យថាយើងងាកឈូបមកខាង mesial មកទីតាំងលេខ1ឬក៏ងាកឈូបមកទីតាំងលេខ3មកខាង distal អាចងាក10ឬក៏15 degree ឬក៏20 degree អាស្រ័យទៅលើយើងតែធ្វើទៅឲ្យងាកមកខាង mesial ឬក៏ងាកទៅខាង distal នោះយើងនឹងបានទិន្នន័យផ្សេងមួយទៀតត្រូវទេយើងនឹងបាន view មួយទៀតដើម្បីមើលថ្មិញហ្នឹងឲ្យកាន់តែច្បាស់ជាពិសេសបើសិនយើងចង់ដឹងថា miss canal អត់ចង់ដឹងថាមានរុនមួយទៀតអត់យើងត្រូវ Array horizontal angulation អញ្ចឹងយើងត្រូវងាកឈូបយើងអញ្ចឹងដូចយើង hands on អញ្ចឹងខ្ញុំឲ្យងាកប្រឆិតបន្តិចមកបានយើងអាចមើលឃើញរឹសអញ្ចឹងបើសិនយើងចង់បញ្ជាក់ចង់ confirm ទៅលើគុណភាពនៃការធ្វើ obturation អញ្ចឹងនៅពេលដែលរុនវាត្រួតស៊ីគ្នាយើងគួរតែ Array horizontal angulation ដើម្បីយើងមើលគុណភាពនៃការ operation របស់យើងថាតើវាចូលបានជំរឿប៉ុណ្ណាការ sealer ឬក៏ការដាក់ sealer ឬក៏ដាក់ GP ចូលទៅហ្នឹងវាបានជំរឿប៉ុណ្ណាអញ្ចឹងយើងត្រូវការបែងចែកច្បាស់រវាង MB ហើយនិង ML រវាងរុន2ដែលវាត្រួតស៊ីគ្នាហ្នឹងគឺយើងត្រូវបែងចែកវាឲ្យច្បាស់អញ្ចឹងនៅពេលដែលយើងចង់ដឹងថាមាន miss canal ឬក៏អត់យើងត្រូវ Array horizontal angulation បើសិនជាយើងអត់ចេះ Array horizontal angulation អត់ដឹងថាមាន miss canal ណាមួយឬក៏យើងអត់ដឹងទេខ្ញុំបញ្ជាក់ភាសាទៀតថានៅពេលដែលយើងថតក្នុងថ្ងៃតែមួយហើយយើងថតទិសដៅផ្សេងគ្នាមានន័យថាយើងថតទិសដៅដាក់ X-ray shoot របស់យើងនៅទីតាំងលេខ2បន្តមកទៀតខ្ញុំ Array shoot របស់ខ្ញុំងាកមកទីតាំងលេខ3 view ទិដ្ឋភាពនៅលើ X-ray ឬក៏អ្វីដែលយើងឃើញនៅលើ X-ray គឺវាមានលក្ខណៈខុសគ្នានៅក្នុង radiograph ពីរប៉ុស្តិ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងថត radiograph ពីរប៉ុស្តិ៍ដែលមាន angulation ខុសគ្នាទិដ្ឋភាពឬក៏អ្វីដែលយើងមើលឃើញនៅលើ X-ray ពីរហ្នឹងគឺវាមានលក្ខណៈខុសគ្នាខ្ញុំអាចនិយាយបានថានៅពេលដែលយើងចង់ follow up ថាតើការបង្ករោគនៅខាងចុងរូធ្មេញវាជាឬក៏អត់វារួមបានកម្រិតប៉ុណ្ណាយើងគួរតែថត angulation ឲ្យដូចគ្នាមានន័យថាឧទាហរណ៍ថាដំបូងយើងថតនៅក្នុង position លេខ2 3ខែក្រោយថតក៏ត្រូវ position លេខ2ដែរมันអាច3ខែក្រោយ follow up ទៅថត position លេខ3ឯងអញ្ចឹងយើងនឹងมันអាច follow up បានល្អទេអញ្ចឹងមិនបាច់ចាំនេះទេពេលខ្លះថតតាមអាទិត្យក្រោយថតតែខុស angulation ពេលខ្លះឃើញអាលៀកហ្នឹងធំជាងមុនពេលខ្លះឃើញអាលៀកហ្នឹងរួមតូចជាងមុនដែលវាមិនមែនជាទិដ្ឋភាពជាក់ស្ដែងដែលយើងចង់បានយកមក compare យកមកប្រៀបធៀបទៅជាមួយនឹង X-ray ពីមុនទេអញ្ចឹងអាហ្នឹងត្រូវតែប្រយ័ត្នអញ្ចឹងបានពេលខ្លះ CBCT គឺវាដើរតួសំខាន់ដោយសារតែយើងថត PA ហ្នឹងពិបាកមើលផងយើងត្រូវការ angulation ដើម្បីឲ្យឃើញ view ឲ្យបានទំហំខុសចាំថាឲ្យបាន view បានទិដ្ឋភាពមួយទៀតអញ្ចឹងបើសិនជាយើងមាន CBCT វានឹងជួយយើងច្រើនប៉ុន្តែត្រូវដឹងដែរថាករណីខ្លះ PA មើលទៅអត់អីទេតែដល់ពេលទៅមើល CBCT វានឹងឃើញមានបញ្ហាខ្លាំងឧទាហរណ៍ case នេះយើងឃើញថាលេខ7ត្រូវ retreat ត្រូវមាន obturation មានលាកចុងឬធ្មេញ case នេះខ្ញុំយកពីបទីមកខ្ញុំសុំឲ្យគាត់ខ្ញុំសុំ case គាត់យកមកបង្ហាញដោយសារតែគាត់មាន CBCT អញ្ចឹងយើងឃើញថា infection លេខ7នេះអូខេដូចជាមិនជាបញ្ហាធ្ងន់ធ្ងរអីត្រូវទេប៉ុន្តែបើសិនជាយើងមើលទៅលើ CBCT PA យើងមើលទៅដូចជាអត់អីប៉ុន្តែបើសិនជាយើងមើលទៅលើ CBCT យើងឃើញថា infection ហ្នឹងវា link គ្នាវាមានទំនាក់ទំនងផ្ទាល់ទៅជាមួយនឹង nerve អញ្ចឹងនៅពេលដែលវាមានទំនាក់ទំនងផ្ទាល់ទៅជាមួយនឹង nerve ចុះនៅពេលដែលយើង extrusion
នៅពេលដែលយើងលើសកាល់ស្យូមចុះនៅពេលដែលយើងលើស sealer វាមិន extrude ចូលទៅក្នុង nerve ត្រូវទេអញ្ចឹងត្រូវតែប្រយ័ត្ននៅពេលដែលយើងធ្វើការព្យាបាលធ្មេញដែលមាន infection ហើយវាច្រើនវានៅជិត vital structure ពីព្រោះថា PA វាមិនអាចកំណត់ទីតាំងទំហំនៃ infection បានច្បាស់ដូច CBCT ទេណាអញ្ចឹងយើងមើលទៅលើការសម្រេចចិត្តថាតើយើងគួរតែរើព្យាបាលឬក៏អត់អញ្ចឹងទីមួយយើងត្រូវសម្រេចចិត្តដោយពឹងផ្អែកទៅលើគ្រូពេទ្យផ្ទាល់ការសម្រេចចិត្តរបស់គ្រូពេទ្យផ្ទាល់នៅពេលដែលយើងសម្រេចចិត្តថា retreat តើយើងគិតថាការរើរបស់យើងនឹងអាចល្អប្រសើរជាងការគេ operation ពីមុនអត់មានន័យថាគេព្យាបាលពីមុនឧទាហរណ៍យើងឲ្យ grade 5 លើ 10នៅពេលដែលយើងរើព្យាបាលយើងត្រូវឲ្យល្អជាង5 លើ 10 6 លើ 10 7 លើ 10 8 លើ 10ឬក៏9 លើ 10ចាំយើង retreat បើសិនជាយើង retreat ហើយយើងមិនមានលទ្ធភាពទៅរើ sealer ចេញអស់ទេយើងមិនមានលទ្ធភាពទៅយក GP ចេញអស់ទេយើងក៏ពិបាកនឹងទទួលបាន result ល្អដែរអញ្ចឹងកុំ retreat ល្អជាងចឹងនៅពេលដែលយើងសម្រេចចិត្តថា retreat ហើយយើងត្រូវឲ្យច្បាស់ខ្លួនឯងថាយើងអាចមានលទ្ធភាពធ្វើឲ្យបានល្អជាងគេដំបូងឬក៏អត់ចឹងអ្នកទាំងអស់គ្នាអាចឃើញខេសខ្ញុំខ្លះពេលខ្លះគេ operation ស្អាតហើយប៉ុន្តែខ្ញុំនៅតែ retreat ភាសាអីខ្ញុំមានលទ្ធភាពក្នុងការទៅ remove GP ទៅ remove sealer ចេញពីក្នុងរូនរស់ធ្មេញចឹងក្នុងករណី retreat ខ្លះវាមិនមែនថាត្រូវ remove sealer ត្រូវតែ remove GP ទេត្រូវទេ retreat ខ្លះវាមានត្រូវ remove file ទៀត retreat ខ្លះវាត្រូវដោះស្រាយទៅលើ infection ធំនៅខាងចុងរស់ធ្មេញ retreat ខ្លះវាត្រូវការដោះស្រាយទៅលើ leg formation perforation ចឹងអាហ្នឹងយើងត្រូវសម្រេចចិត្តឲ្យច្បាស់ថាយើងគួរតែរើឬក៏អត់តែយើងអាចមានលទ្ធភាពទៅដោះស្រាយបញ្ហាដែលគេធ្វើឲ្យបរាជ័យនឹងបានអត់ហើយមួយទៀតក៏អាស្រ័យទៅលើអ្នកជំងឺដែរតែអ្នកជំងឺគាត់ accept ឬក៏គាត់ agree គាត់យល់ព្រមទៅជាមួយនឹងការរើការព្យាបាលរបស់យើងអត់នៅពេលដែលយើងរើការព្យាបាលយើងត្រូវតែនិយាយជាមួយអ្នកជំងឺឲ្យច្បាស់ត្រូវតែបញ្យល់ប្រាប់អ្នកជំងឺឲ្យច្បាស់ពីដំណាក់កាលពី procedures ពីលំដាប់លំដោយនៃការព្យាបាលរបស់យើងតើយើងធ្វើឲ្យគេខ្លះអាចប្រឈមនឹងបញ្ហាគេខ្លះដូចជាយើងត្រូវការ remove post core ត្រូវទេជាឧទាហរណ៍យើងត្រូវការ remove post core ហើយយើងធ្វើ retreat អញ្ចឹងការដែល remove post core វាអាចនឹងប្រឈមជាមួយនឹងបែកឬធ្មេញវាអាចប្រឈមទៅជាមួយនឹងការបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនវាធ្វើឲ្យធ្មេញហ្នឹងវាងាយនឹងបែកហើយនៅពេលដែលយើង retreat វាពិបាកអញ្ចេះចឹងនៅពេលដែលយើងនិយាយប្រាប់អ្នកជំងឺហើយអស់ហើយឲ្យអ្នកជំងឺគាត់សម្រេចចិត្តថាតើគាត់ចង់ retreat ឬក៏គាត់ចង់ដកធ្មេញហ្នឹងចេញតែនឹងអាស្រ័យទៅលើយើងដែរបើសិនជាយើងមានលទ្ធភាពយើងនិយាយទៅច្បាស់លាស់មួយអ្នកជំងឺគាត់ទុកវិញខ្លាចតែយើងនិយាយទៅអត់ច្បាស់លាស់អត់មាន confidence នៅក្នុងខ្លួនអត់មានទំនុកចិត្តខ្លួនឯងថារើទៅវាប្រសើរនិយាយអត់ច្បាស់លាស់មួយអ្នកជំងឺពេលខ្លះអ្នកជំងឺគាត់ពិបាកក្នុងការសម្រេចចិត្តដែរអញ្ចឹងយើងមើល case នេះតែយើង retreat ឬក៏អត់ពេលនេះបើសិនជាយើងមើលយើងឃើញថា operation ទៅដល់ហើយត្រូវដល់អត់មាន instruction អត់មានអីទេត្រូវទេប៉ុន្តែមាន infection នៅខាងចុងរូតធ្មេញ coronal seal គឺអត់មាន leakage ទេអត់មានការជ្រាបទឹកអត់មានអីទេតែយើងគួរតែរើឬក៏អត់រើមូលហេតុអីត្បិតតែយើងឃើញអញ្ចឹងពិតមែនបងតែអត់ប្រកាសថាមេរោគវាបានស្អាតល្អបើសិនជាវាស្អាតល្អវាអត់បកទៅឲ្យអាលីអញ្ចឹងទេចូលយើងគិតថាពីមុនគេព្យាបាលហើយអីត្រូវទេអញ្ចឹងចូលអាមុនគេព្យាបាលហ្នឹងតើអាច infection ហ្នឹងធំជាងហ្នឹងអត់ចុះឥឡូវគេព្យាបាលរយៈពេលមកអាចវារួមទូចនៅសល់ប៉ុណ្ណឹងឬក៏អត់ហើយយើងគិតនៃ positive យើងគិតថាចុះពីមុនអាចធំជាងហ្នឹងអញ្ចឹងទៅឥឡូវគេព្យាបាលហើយឥឡូវវានៅសល់រួមទូចប៉ុណ្ណឹង
ចុះបើសិនវាមានសញ្ញាជាសះស្បើយហើយមូលហេតុអីយើងត្រូវ retreat ទៀតត្រូវហ៎ ចា ពីព្រោះថាយើងមើលទៅលើការ operation គេអត់មានពពុះអត់មានអីទេត្រូវទេមើលទៅលើការ shaping របស់គេឃើញរាងជា taper ទៀតគេអត់មាន extrusion អត់មានបញ្ហាអីដែលយើងគួរឲ្យកត់សម្គាល់ទេគ្រាន់តែថតមកឃើញ radiolucency នៅខាងចុងរូសធ្មេញសម្រាប់ខ្ញុំឲ្យជាយោបល់ថាយើងត្រូវពឹងផ្អែកទៅលើ PA មកប៉ុណ្ណឹងជាផុសតាងជា evidence យើងត្រូវពឹងផ្អែកទៅលើ PA ហ្នឹងថាតើ3ខែក្រោយពេលយើងថត PA មួយទៀតតើ infection ហ្នឹងវាធំជាងហ្នឹងឬក៏វានៅរួមទូចជាងហ្នឹងអញ្ចឹងបើសិនជា3ខែក្រោយថាឲ្យយូរទៀតចុះពីព្រោះនៅពេលដែលអ្នកជំងឺនៅក្មេង immune system ប្រព័ន្ធការពាររាងកាយគាត់ខ្លាំង infection វាអត់នឹងរីករាលដាលលឿនទេវាយូរវាទៅការពេលយូរអញ្ចឹងបើសិនជា3ខែទៀតថតមកឃើញអាហ្នឹងវាធំជាងហ្នឹងអូខេ retreat តែបើសិនជាថត3ខែមកឃើញវារួមទូចជាងហ្នឹងអាហ្នឹងអត់មិនចាំបាច់ retreat ទេពីព្រោះវានឹងវិវត្តទៅ heal ហើយវានឹងវិវត្តទៅធ្វើឲ្យមានការជាសះស្បើយហើយប៉ុន្តែយើងអត់ចោលទៅលើ dental history អញ្ចឹងបាទខ្ញុំឲ្យផ្ដោតសំខាន់ទៅលើ dental history ការសួរនាំអ្នកជំងឺយើងត្រូវសួរនាំថាថ្មីខ្ញុំព្យាបាលរយៈពេលប៉ុន្មានឧទាហរណ៍គាត់ថាព្យាបាល5ឆ្នាំហើយជាធម្មតា5ឆ្នាំហើយគឺត្រូវតែជា infection ហើយចង់បីវាធំប៉ុណ្ណាក៏ត្រូវតែជាដែរបើសិនជាការព្យាបាលរបស់យើងបានស្អាតអញ្ចឹងបើសិនជាការព្យាបាលរបស់យើងបានស្អាត4ទៅ5ឆ្នាំហ្នឹងគឺត្រូវតែជាចង់ infection ធំប៉ុណ្ណាក៏វាជាដែរត្រូវទេអញ្ចឹងបើសិនជាគាត់ព្យាបាល5ឆ្នាំហើយនៅមាន infection យើងអាចចាត់ទុកថាការព្យាបាលហ្នឹងបរាជ័យត្រូវតែ retreat ចុះបើសិនជាគាត់និយាយហ្នឹងទៅព្យាបាលហើយ3ខែ6ខែមុនចុះអានេះយើងត្រូវការតាមដានវាបន្តទៀតត្រូវការ follow up ដោយសារតែយើងមាន PA មកប៉ុសហើយនៅពេលនេះយើងមាន PA មកប៉ុសជាផុសតាងហើយតើនៅពេលដែលយើង follow up 3ខែក្រោយនោះតើ infection ហ្នឹងវាធំជាងហ្នឹងឬក៏វានៅអញ្ចឹងក៏ដែរឬក៏វាទូចជាងហ្នឹងចឹងកុំទាន់សម្រាប់ចិត្តត្រូវសួរនាំ dental history ឲ្យបានច្បាស់សិនមុននឹងយើងសម្រាប់ចិត្តថាធ្វើការរើព្យាបាលឬក៏អត់ចឹងបើសិនយើងមើលទៅតាម ESE European Society of Endodontics គេចេញ guideline មួយគេបាន mention ថាជាធម្មតាបើសិនយើងចង់ follow up ពេលខ្លះតរយៈពេល4ទៅ5ឆ្នាំមកអាចដឹងថាវាជាសះស្បើយឬក៏វាជោគជ័យឬក៏អត់ចឹងសម្រាប់ខ្ញុំបើសិនជាយើងចង់និយាយអំពីភាពជោគជ័យនៃការព្យាបាលរន្ធថ្មីយើងត្រូវ follow up រហូតទៅដល់4ឆ្នាំ5ឆ្នាំចឹងនៅពេលដែល follow up មកអ្នកជំងឺអត់មាន sign and symptom អីទាំងអស់អត់ខំចំនឹងទៅអត់ខំចំថ្មីនឹងទៅឈឺទេអត់មានចេញ sinus tract ទេថ្មីនឹងនៅតែមាន functional នៅក្នុងមាត់មានថាតាក់ទងនឹង aesthetic function aesthetic function នៅក្នុងការតាពាទូនាទីក្នុងការតាពាចឹងបើសិនជាទាំងអស់ហ្នឹងមានទូនាទីក្នុងការតាពានៅតែមាន function aesthetic អត់មាន sign and symptom អត់មានរោគសញ្ញាអីទាំងអស់ថត X-ray មើលមួយទៀតអត់មានរលាកចុងរស់ធ្មេញទេ PDL periodontal ligament នៅស្អាតអត់មានenlargement ឬក៏ thickening ទេអញ្ចឹងអាចចាត់ទុកថាការព្យាបាលរបស់យើងជោគជ័យប៉ុន្តែមិនមែន follow up 1ឆ្នាំឬក៏2ឆ្នាំចាត់ទុកថាជោគជ័យអត់ទេអញ្ចឹងត្រូវតែ follow up យ៉ាងហោចណាស់ក៏4ទៅ5ឆ្នាំដែរអញ្ចឹងបានពេលខ្លះ case ដែល infection ពេលខ្លះតតែ3ឆ្នាំ4ឆ្នាំអីបានជានៅពេលដែល infection នឹងធំហើយ immune system របស់អ្នកជំងឺអត់សូវល្អចឹងអ្នកជំងឺចាស់មិនបាច់ចង់ follow up លឿនទេខ្ញុំមានអ្នកជំងឺចាស់ 3-4 នាក់ដែលមាន infection ធំហើយខ្ញុំ follow up 6ខែពេលខ្លះឃើញ heal bony healing ទីចឹងខ្ញុំមិន expect ថាវាជាលឿនទេដោយសារតែ immune system ដោយសារតែបញ្ហារបស់គាត់
នេះគឺជាតារាងមួយដែលយើងអាចកំណត់បានថាវាជោគជ័យឬក៏វាបរាជ័យអញ្ចឹងលក្ខណៈជោគជ័យលក្ខណៈ clinical ដូចខ្ញុំបាននិយាយមិញហ្នឹងថាពេលដែលយើងគោះពេលដែលយើងស្ទាប palpation ហ្នឹងស្ទាបនៅតំបន់ខាងចុងឬធ្មេញហ្នឹងទៅគឺអត់ឈឺអត់មានបញ្ហាអីធ្មេញអត់អង្គើអត់មាន pocket depth ហើយអត់មានចេញ sinus tract អត់ឈឺចាហ្នឹងចាត់ទុកថាជោគជ័យបើសិនជាយើងមើលទៅលើ X-ray វិញវាថតមកយើងឃើញថាចុងដួសធ្មេញនៅស្អាតចុងដួសធ្មេញជាលិកាខាងចុងដួសធ្មេញឬក៏ PDL គឺវា normal វាធម្មតាអត់មានរីកធំអត់មានអ្វីដែលគួរឲ្យកត់សម្គាល់ចាហ្នឹងចាត់ទុកថាជោគជ័យតែបើសិនជាបរាជ័យយើងនឹងសង្កេតឃើញថាអ្នកជំងឺអាចខំចំធ្មេញហ្នឹងទៅឈឺអ្នកជំងឺអាចមាន sinus tract អាចហៅមុខឬក៏អាចហៅម្ចាញ់អាចឈឺនៅពេលដែលខំចំធ្មេញហ្នឹងទៅខំចំឬក៏ទៅពីចំណេះហាចំធ្មេញហ្នឹងឬក៏ធ្មេញហ្នឹងវាអាចនឹងមានភាពអង្គើបើសិនជាយើងមើលទៅលើ X-ray វិញបើសិនជាវាបរាជ័យយើងនឹងអាចឃើញថាទំហំនៃការបង្ករោគបន្ទាប់ពី follow up ទៅអត់ឃើញរួមតូចវានៅដដែលឬក៏វារីកធំជាងមុនហើយមួយទៀតការបរាជ័យបើសិនជាយើងមើលទៅលើ X-ray គេឲ្យយើង follow up រហូតទៅដល់4ឆ្នាំត្រូវទេ4ឆ្នាំអញ្ចឹងដូចខ្ញុំនិយាយហ្នឹងថាមិនមែន follow up 6ខែឬក៏1ឆ្នាំឲ្យឃើញមានសញ្ញាជាសះស្បើយឬក៏ឲ្យឃើញជោគជ័យអត់ទេតែនៅក្នុងតារាងនេះនៅក្នុង structure នេះគេនិយាយអំពីការសម្រេចចិត្តក្នុងការធ្វើ retreatment ចឹងអានេះចាំមើលខ្ញុំព្យាយាមដោយសារតែវារៀងញ៉ៃញ៉ៃបន្តិចចាំមើលខ្ញុំព្យាយាមថតវីដេអូសម្រាយអាហ្នឹងឲ្យហើយចាំខ្ញុំផ្ញើនៅក្នុង group ពីព្រោះខ្ញុំ plan ថាខ្ញុំនឹងបកយាយអា structure ឬក៏ graph ហ្នឹងឲ្យអ្នកទាំងអស់គ្នាព្រោះនៅពេលដែលខ្ញុំនិយាយចេះខ្ញុំពិបាកនិយាយវារៀងពិបាកសាំញ៉ាំប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើដាក់ case ដាក់រូបដាក់អីឲ្យអ្នកទាំងអស់គ្នាស្រួលយល់ខ្ញុំនិយាយអំពី post ម្ដងអញ្ចឹងនៅក្នុងការ retreatment គឺពេលខ្លះយើងពិបាកដោះស្រាយនឹងអា post call ហើយអញ្ចឹង post call ជាធម្មតាយើងត្រូវការបត់ពិសោធន៍នៅក្នុងការ remove វាយើងត្រូវការ train យើងត្រូវការយល់ពីរបៀបនៃការរើបើសិនជាអញ្ចឹងទេដាក់ទៅបែកឬហើយក៏វាអាស្រ័យទៅលើប្រភេទ post call ដែរហើយនឹងប្រភេទ cement តើបើសិនជាដាក់ cement កាន់តែជាប់កាន់តែពិបាករើត្រូវទេអញ្ចឹងជាធម្មតាមុននឹងយើងធ្វើការរើការព្យាបាលរោគឬធ្មេញយើងតែថត X-ray មួយត្រូវអត់ពេលដែល X-ray យើងឃើញមាន post call យើងត្រូវមើលទៅលើគេ length ជម្រៅនៃការដាក់ post call កាន់តែជ្រៅកាន់តែពិបាកយក diameters កាន់តែធំកាន់តែពិបាកពីព្រោះធំគឺយើងនឹងបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើន direction ទិសដៅនៃការដាក់ត្រង់ស្រួលយកឯដាក់ប្រឆិតយើងពិបាកយកហើយអញ្ចឹងពេលខ្លះវាអាស្រ័យជាប់ពិបាកអាស្រ័យទៅលើប្រភេទ post call ឬក៏ post ពេលខ្លះសម្រាប់ខ្ញុំ fiber post គឺពិបាកយកជាង post call ស្រួលទេបើ fiber post ពិបាកនៅក្នុងការយកវាចេញតិច fiber post វាច្រើនចង់យកវាចេញគឺកំតិចវាចោលហ្មងអញ្ចឹងយើងមើលវីដេអូទាំងអស់គ្នាខ្ញុំ remove pin នេះមួយខ្ញុំចូលចិត្តយកបើដែលស្រួចហើយទូចអានេះដោយសារយើងដាក់នៅក្នុង microscope យើងឃើញវាធំអញ្ចឹងខ្ញុំចូលចិត្តយកបើស្រួចដើម្បីទៅ drill តាមគៀន pin ហ្នឹងដើម្បីយកអា cement ចេញខ្លះកុំឲ្យវាជាប់ cement ខ្លាំងពេកបើយើងអត់ drill នេះយើងពិបាកយកចេញនៅពេលដែលខ្ញុំ drill ខ្ញុំចូលចិត្តយកមកខាងបាក់ខឬក៏ទៅខាង lingual ត្រូវទេខ្ញុំអត់យកមកខាង mesial ហើយនឹង distal ទេពីព្រោះថា mesial និង distal គឺវាស្ដើងត្រូវទេអញ្ចឹងធ្មេញវាស្ដើងនៅពេលដែលយើងយកមកខាង mesial យកទៅខាង distal ច្រើនវាអាចប្រឈមនឹងបាត់បង់រចនាសម្ព័ន្ធធ្មេញច្រើនអាចប្រឈមទៅជាមួយនឹងការបែកអញ្ចឹងវាច្រើនខ្ញុំយកទៅខាង lingual ឬក៏ palatal ឬក៏ខាង backcall
នៅពេលដែលខ្ញុំយកខ្ញុំត្រូវឲ្យច្បាស់មើលឲ្យច្បាស់សិនថាតើកន្លែងណាដែលជាប់ស៊ីមិននៅពេលដែលកន្លែងដែលជាប់ស៊ីមិនបានខ្ញុំយកបើសិនជាអត់ជាប់ស៊ីមិនទេគឺខ្ញុំអត់សូវយកទេចាំមកទៀតខ្ញុំដាក់ក្បាល scale របស់យើងនឹងបើកទឹកធម្មតាហើយខ្ញុំបើក power វាឲ្យអស់ពេលបើក power វាអស់ហើយខ្ញុំព្យាយាមយកអា tip របស់ខ្ញុំនេះ tip scale យើងធម្មតានេះទៅប៉ះជាមួយនឹង pin ប៉ះមួយអាដៃនេះកុំប៉ះមួយសាច់ធ្មេញពេលប៉ះមួយសាច់ធ្មេញអាចធ្វើឲ្យបែកសាច់ធ្មេញពីព្រោះយើងបើក power វាបើកកម្លាំងវាអស់ហើយពីច្រើនខ្ញុំពវល់វាបញ្ជះពីចនិចញិលកា reverse វាមកវិញត្រូវទេខ្ញុំព្យាយាមប្រើចលនា reverse បញ្ជះពីចនិចញិលកាឃើញអត់នៅពេលដែលគេដាក់ pin អញ្ចឹងយើងអាចពវល់វាបានត្រូវទេអាចពវល់ pin នឹងបានវាលងប៉ុន្តែ post call ជាធម្មតា post call រូនធ្មេញរបស់យើងវារៀងពងកពើគេដាក់ post call មក post call ពងកពើដែរអញ្ចឹងប្រវាក់ពវល់វាត្រូវអត់បើសិនជាយើងពវល់ pin បានតែពវល់ post call អត់បានទេព្រោះ pin វាមូលបើ post call គឺវាកប៉ែតវាអាស្រ័យទៅតាមប្រភេទរូនធ្មេញអញ្ចឹងបើរូនធ្មេញកប៉ែត post call ចេញមកកប៉ែតដូចគ្នាត្រូវទេអញ្ចឹងបើយើងពវល់គឺពវល់អត់កើតទេបើសិនជាអ្នកជំងឺឧទាហរណ៍អ្នកជំងឺមកគាត់មាន acute symptom មាន acute sign and symptom ដូចជាអ្នកជំងឺមកជួបយើងខំប៉ះធ្មេញនឹងអត់បានឈឺខ្លាំងហ្មងអញ្ចឹងនៅពេលដែលយើង vibration ជាមួយនឹង ultrasonic អ្នកជំងឺកាន់តែឈឺខ្លាំងដោយសារតែវាធ្វើឲ្យលំញ័រធ្វើឲ្យធ្មេញនឹងអង្គើអញ្ចឹងអ្នកជំងឺរត់ទៅឈឺអញ្ចឹងវាយើងត្រូវការចាក់ថ្នាំស្ពឹកណាថ្ងៃនេះខ្ញុំ remove post call ពីមុនខ្ញុំ remove post call ពិបាកខ្ញុំអត់ដែរ remove ខ្ញុំដកចោលឬក៏នេះហ្មងតែឥឡូវខ្ញុំអាចមានលទ្ធភាព remove post call បានខ្ញុំយក ber ស្រួចក៏ដែរខ្ញុំយកវាឆាបកន្លែងសាច់ធ្មេញជាមួយនឹង post call ចឹងខ្ញុំឆាបវាឲ្យមានកលៈតិចដើម្បីជាហ្សឺមួយដើម្បីជាកន្លែងមួយដែលខ្ញុំត្រូវ look elevator ចូលទៅក្នុងហ្នឹងចឹងខ្ញុំចូលចិត្ត interior ជុំវិញហ្នឹងខ្ញុំចូលចិត្ត interior ជុំវិញហ្នឹងហើយបានខ្ញុំចាប់ផ្ដើមលំញ័រវាទាំងខាង back call medial distal ហើយនឹងខាង lingual ប៉ុន្តែអ្វីដែលខ្ញុំត្រូវកន្លែងដែលខ្ញុំត្រូវយកច្រើនគឺកន្លែងណាដែលខ្ញុំមាន ferrule ឧទាហរណ៍ថាមាន ferrule កន្លែងណាដែលមាន ferrule ច្រើនយើងយកកន្លែងហ្នឹងឲ្យរៀងច្រើនតិចក៏បានដែរនៅពេលដែលកន្លែងដែលអត់មាន ferrule កុំព្យាយាមយកវាច្រើនពេកព្រោះតែអត់មាន ferrule ហើយយើងយកវាទៀតជានឹងបាត់បង់ ferrule កាន់តែច្រើនអញ្ចឹងខ្ញុំកុំយក ber ធំខ្ញុំយក ber ទូចនេះដោយសារនៅក្នុង microscope ឃើញ predict ទៅឃើញវាធំអញ្ចឹងយើងយក ber ទូច material ជុំវិញហ្នឹងតមកទៀតខ្ញុំយកអាក្បាល scale យើងមិញ ultrasonic scaler ហ្នឹងបើ power វាអស់ហើយព្យាយាមឲ្យវាថត់ទៅជាមួយនឹង post call កុំឲ្យប៉ះជាមួយនឹងសាច់ធ្មេញឬប៉ះមួយសាច់ធ្មេញវានឹងធ្វើឲ្យបែកឬធ្មេញឬក៏វាធ្វើឲ្យមានបញ្ហាទៅលើ tooth structure របស់យើងខ្ញុំព្យាយាមប៉ះជាមួយដៃហើយខ្ញុំព្យាយាមលើកវាឡើងមកលើខ្ញុំព្យាយាមដូចដកវាចេញហ្នឹងព្យាយាមលើកវាឡើងមកលើយើងអាចឲ្យចេញទឹកបានបើសិនជាអត់ចេញទឹកទេវានឹងក្តៅណាតមកទៀតខ្ញុំដាក់ elevator នៅចន្លោះដែលខ្ញុំនេះមិញប៉ុន្តែយើងត្រូវការលំញ័រវាសិនចឹងខ្ញុំដាក់ elevator ពេល elevator ដាក់ត្រូវច្បាស់ថាដាក់កន្លែងណាដែលមាន ferrule មានសាច់ធ្មេញក្រាស់ពីព្រោះដាក់កន្លែងសាច់ធ្មេញអត់ក្រាស់ដាក់ទៅបែកឬណាព្រោះយើងត្រូវការយកសាច់ធ្មេញជាខ្នាស់វាត្រូវទេយើងយកសាច់ធ្មេញទៅជាធ្វើខ្នាស់ដើម្បីគោះអាហ្នឹងចេញចឹងបើសិនជាសាច់ធ្មេញរបស់យើងអត់ជាប់ទេអត់មាំទេយើងមិនគួរដាក់ elevator ទៅកន្លែងហ្នឹងទេបងណាអញ្ចឹងនៅពេលដែលយើងចង់យក post call ចេញទីមួយយើងបង្កើត space ជុំវិញហ្នឹងសិនបន្តមកទៀតយើងត្រូវដាក់ ultrasonic លំញ័រវាដើម្បីឲ្យវា loose ឲ្យវាបាត់បង់នៅអា cementation បាត់បង់ការជាប់ទៅនឹងជាងធ្មេញដោយសារ cement ហ្នឹងអញ្ចឹងនៅពេលដែលវាបាត់បង់អា cementation ហ្នឹងទៅយើងអាចប្រើ elevator ឆ្កឹះវាបានហើយ elevator ត្រូវដាក់ចូលកន្លែងណាដែលវាមាន space សម្រាប់មុខ elevator ហើយត្រូវមានសាច់ធ្មេញក្រាស់បើអត់មានសាច់ធ្មេញក្រាស់ទេពេលយើងប្រឹងយើងយកកន្លែងសាច់ធ្មេញហ្នឹងទៅខ្នាស់ទៅធ្វើខ្នាស់វាពេលយើងប្រឹងគោះវាអាចបែកឬធ្មេញអាហ្នឹងចូលដើមបណ្ដោយអាហ្នឹងត្រូវប្រយ័ត្នខ្លួនឯងជាងការ remove post call វាអត់មានអីប្រវាយខ្ញុំធ្វើតែអញ្ចឹងឯង
ចឹងខ្ញុំ create space ដូចខ្ញុំមិញដូចខ្ញុំធ្វើដំបូងអញ្ចឹង create space ជុំវិញថ្មិញចឹងខ្ញុំ remove postcode 4គ្រាប់លឿនខ្ញុំ vibration ឆ្កឹះចឹងយើងអាចដាក់ compress ទប់ខ្លាច់ជ្រុលដៃជ្រុល elevator ទៅមុតដៃចឹងដាក់ compress ទប់ផងនៅពេលដែលដាក់ elevator ទៅឆ្កឹះទៅវាអត់ចេញ vibration មួយសារទៀតចឹងជាធម្មតានៅពេលដែលយើងលំញ័រយើងទប់ថ្មិញផងយើងទប់ថ្មិញផងខ្លះថ្មិញហ្នឹងវាអង្គើដែរព្រោះថ្មិញខ្លះវាអាចនឹងអង្គើឃើញទេអញ្ចឹងនៅពេលដែលយើង vibration គួរតែយកដៃទប់ផងហើយយើងអាចបើក power វាអស់អញ្ចឹងទៅតែតាមបទពិសោធន៍ខ្ញុំធ្វើអញ្ចឹងគឺវាសុវត្ថិភាពពីយើងខ្ញុំ remove postcode គឺខ្ញុំប្រើតែវិធីសាស្ត្រអញ្ចឹងនេះខ្ញុំ remove pin មួយនៅខាងក្រោយខ្ញុំដាក់ clamp នៅពេលដែលថ្មិញគេ prep crown ហើយយើងពិបាកដាក់ clamp ឲ្យជាប់អញ្ចឹងគេត្រូវការ clamp មួយដែលវាគ្រីបចូលទៅក្នុងចានថ្មិញបានជាប់បើយើងអត់ដាក់ clamp នេះទេអត់ជាប់ទេចឹងយើងនឹងអាចឃើញមាន space កន្លែងនេះវាអាចនឹងជ្រាបត្រូវទេខ្ញុំបាញ់សៀលជុំវិញនឹងមួយទៀតចា clamp នេះគេហៅថា wingless clamp ចំពោះសៀលអានេះវារៀងធូរថ្លៃពីមុនខ្ញុំអត់មានបោះ Mediclus តែពេលមានបោះ Mediclus ទៅវាស្រួលវារាវហើយវារឹងជាងខ្ញុំចូលចិត្តប្រើបោះ Mediclus ជាងតែពីមុនវីដេអូនេះខ្ញុំរើយូរហើយចឹងទៅខ្ញុំអត់ទាន់មានអានេះវារៀងប្រើបានប៉ុន្តែគ្រាន់ថាបើប្រៀបធៀបមួយអានោះវាគ្រាន់បើជាងតែអ្នកនរគ្នាប្រើអាណាក៏បានអានេះក៏បានអានោះក៏បានចាទៅលើការចូលចិត្តទ្រលាប់របស់យើងប្រើមួយណាប្រើអាហ្នឹងទៅចឹងខ្ញុំត្រូវឆាបយក composite ដែលគេប៉ះនឹងចេញបើនេះរៀងពិបាកបន្តិចវាជ្រៅហើយយើងគេប៉ះ composite នេះទៀតអញ្ចឹងវារៀងពិបាកអ្នកនរគ្នានឹងឃើញខ្ញុំចូលចិត្តប្រើ round burr ប៉ុន្តែកវែងគេហៅ long sang នេះគឺកវែងពេលដែលកវែងខ្ញុំងាយស្រួលក្នុងការមើលវាអត់បាំងទៅជាមួយនឹងក្បាល high speed របស់ខ្ញុំទេចឹង endo ពេលខ្លះនៅពេលដែល power chamber របស់យើងវាជ្រៅគេត្រូវការ long sang burr ហ្នឹង
ចាំទៀតខ្ញុំត្រូវឆាបយកcomposite នឹងចេញឲ្យកាន់តែជ្រៅកាន់តែល្អដើម្បីអីដើម្បីយើង vibration នឹងញ័រទៅឲ្យបកគោនឹងវារហ័សគឺបើសិនជាយើងទុក composite នៅច្រើនពេកបកគោនឹងក៏វាជាប់ដែរអញ្ចឹងយើង vibration មកពិបាកគឺពេលដែលទរាវយើងប្រយ័ត្នតិចពីព្រោះបើសិនជាយើងអត់ប្រយ័ត្នទេវាអាចនឹងធ្លាយដោយសារកន្លែង restore composite យើងដឹងថាពេលគេ restore ពី floor ដល់ pile chamber មកជាប់ណែនល្អអាហ្នឹងកាន់តែពិបាកនៅក្នុងការ remove ខ្ញុំដាក់ ultrasonic ទៅ vibration តិចទៀតចឹងពីននេះវាជាមុខមានមុខវាមិនមែនអាឡងចឹងវា lock មួយ composite ផងគេមួលវាបញ្ចូលផងចឹងវារៀងពិបាក remove តិចចឹងultrasonic ដែលធំយើងអាចដាក់ជាមួយនឹងscale នឹងកៅអីយើងបានវាអត់បាក់ទេតែកុំបើកកម្លាំងវាខ្លាំងពេកចឹងអាសាបាញ់ទឹកវាកុំឲ្យ heat កុំឲ្យក្តៅ
ពេលដែលវាកាន់តែជ្រៅយើងពិបាកនៅក្នុងការដាក់ high speed បើដែរពេលខ្លះយើងវាទៅការ ultrasonic វាមើលច្បាស់ជាងចឹងខ្ញុំចាប់ផ្ដើម vibration ជាមួយនឹង ultrasonic ព្យាយាមបញ្ជ្រះវាពីចនិចនីលកាដែរ reverse វាមកវិញចឹងរៀងអត់ធ្មត់បន្តិចកុំបខំព្រោះយើងចង់រហ័សយកចេញពេលខ្លះវាអាចនឹងបែកឫសពេលដែលខ្ញុំ vibration ហើយវាអត់អង្គើខ្ញុំត្រូវការយកថែមខ្ញុំត្រូវការយក composite ដែលគេប៉ះនឹងថែមតែធ្វើម៉េចពេលដែលយើងកាន់តែជ្រៅកាន់តែប្រយ័ត្នខ្លាចវាមិនត្រូវអាកន្លែង composite វាត្រូវសាច់ថ្មីវាអាចនឹងធ្លាយចឹងខ្ញុំរើមួយទៀតនេះខេសធ្មេញមុខទេចឹងយើងឃើញថាមាន cement ត្រូវទេយើងយក ultrasonic ឬក៏យកអីទៅ vibration អាហ្នឹងឲ្យអស់អាហ្នឹងពេលខ្លះបើសិនជាយើងងាយស្រួលក្នុងការមើលអីយើងមិនបាច់ចាំដាក់ blur យើងដាក់ ultrasonic ក៏បានដែរចឹងវាច្រើនខ្ញុំយកខាង palette និងខាង backcall ច្រើនខាង measure និងខាង distal ខ្ញុំយកដែរប៉ុន្តែខ្ញុំយកតែកន្លែងណាដែលវាឃើញ cement នេះ
ចឹងកន្លែងខ្លះដែលវាត្បៀតទូចយើងអាចយកអា ultrasonic យើងសម្រាប់ activation ហ្នឹងយកទៅត្រៀលវាក៏បានដែរតែអានេះដាក់មួយ activator មិនមែនដាក់មួយក្បាល scale ទេណាក្បាល scale ដាក់ជាមួយក្បាល scale នៅនឹងកៅអីបាក់បដ ாய் ចឹង vibration មកធ្វើម៉េចយើងយកអា cement ឬក៏យកអីនឹងចេញមកខ្លះមកបានតែពាក់កណ្ដាលនៃ postcore ឬក៏ pin របស់យើងវាយើងអាចចាប់ផ្ដើម vibration ទៅវាអាចចាប់ផ្ដើមអង្គើហើយបើសិនវាអត់អង្គើទេចាំយើងយកថែមទៀតចឹងយើងឃើញប្រហែល case របស់ខ្ញុំគឺខ្ញុំធ្វើតែអញ្ចឹងឯងចឹងវាអត់អីពិបាកឯងយើងគ្រាន់តែព្យាយាម follow តាមអ្វីខ្ញុំប្រាប់ហ្នឹងមកយើងស្រួលហើយអត់ពិបាករើថាមិនដឹងរើមិនឲ្យវាចេញតមកទៀតនៅខាងក្រោម pin របស់យើងឃើញមាន cement ត្រូវទេយើងនៅតែយក ultrasonic tip ទៅ vibration ទៅលំញោចវាឲ្យចេញពេលយើងប្រើប៊ឺទីមួយវាអាចនឹងធ្លាយទីពីរយើងពិបាកមើលចឹងពេលដែលយើងដាក់ ultrasonic វាស្រួលមើលជាងចា cement នៅក្រោម postcore យើងគេយក ultrasonic tip ទៅ vibration វាដូច case ខ្ញុំដែលខ្ញុំ remove past stone ចេញក៏ខ្ញុំយក ultrasonic tip tip activation ហ្នឹងទៅយកវាចេញដែរគេឃើញថ្មីខាងមុខឯងមានរុន2នេះរុន1នេះរុន1ទៀតត្រូវទេចានេះធ្លាយចិត្តធ្លាយហ្នឹងគេចោះខុសអញ្ចឹងពេលខ្លះឃើញថ្មីមុខស្រួលទេប៉ុន្តែតែចោះទៅអត់មើលដាក់ទៅធ្លាយបដ ாய் ចានេះរុនដែលត្រូវនៅនេះណាតែនឹងយើងអត់ដឹងយើងចោះទៅលូកទៅតាមគេធ្លាយបដ ாய் ចឹងខ្ញុំដាក់ ultrasonic ទៅ vibration វាចឹងខ្ញុំសម្រួតអ្នកនរឃើញ microscope មើលឃើញដល់ចុងរឹសចឹងមិនបាច់ឆ្ងល់ថាមូលហេតុអីមកខ្ញុំយក sealer យកអីចេញអស់ហើយភាសាខ្ញុំមើលឃើញពេលខ្ញុំមើលឃើញខ្ញុំ vibration ចឹងខ្ញុំ repair កន្លែងចិត្តធ្លាយហ្នឹងខ្ញុំបាញ់ MTA តិចទៀតរដ្ឋាមានលក់អីMTA រាវសម្រាប់ repair ហ្នឹងវាស្រួលជាងករណីខ្លះបើចាំពិបាកនេះបាញ់ទៅហើយចឹងហ្នឹងសម្រាប់ MTA សម្រាប់គេ repair ដែរប៉ុន្តែវាប្រភេទជា tip បាញ់បើយើងឃើញមានរងថ្ងៃនេះគឺវាជា
vì hiện rừng chiếng vì ở riêu vì hiện rừng chiếng cho nên ở riêu pe khá ở riêu bộ bá ở rừng sùi pe khá ở rừng bộ bá ở riêu sùi trong viên mình giang nè sai để tam khaiแต่แค่ครั้งนั้นไปในยมมีนไมโครสโคปแค่ครั้งยมยมอาจปลาริวบ้านแค่ครั้งยมจะกล้าเรื่องใดตามแค่ selection จะเมื่อlà model perforation មកហើយប្រហែលជាអាចស្អែកខាងស្អែកមកដល់ខ្ញុំ check មើលបើសិនជាវាអូខេខ្ញុំនឹងមានវគ្គបរិញ្ញាជួសជុលបរិញ្ញា repair អញ្ចឹងខ្ញុំ alteration នេះដូចជា alteration ដូចដែរយូរហើយអញ្ចឹង double seal ខ្ញុំដាក់សលៃកាបេតុង GIC ខ្ញុំចូលចិត្តយកជក់ bounding ដូចខ្ញុំប្រាប់ខ្ញុំចូលចិត្តយកជក់ bounding ទៅសកត់វាដាក់ជក់ bounding ទៅវាស្រួលសកត់អូខេតោះសំណួរអញ្ចឹងតកតងទៅជាមួយនឹង remove post call remove pin អីវាអត់អីជាការលំបាកទៀតទេខ្ញុំគិតថាវាអត់ជាបញ្ហាអីទេអញ្ចឹងធ្វើទៅតាមអ្វីដែលខ្ញុំបានបង្ហាញមិញមកវាអូខេហើយចំពោះក្រុមទី8ថ្ងៃសៅរ៍នេះយើងជួបគ្នាខ្ញុំនឹងបរៀនពីរបៀបប្រើ retrieve file ហើយខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នារើថ្មិញដែលអ្នកទាំងអស់គ្នាត្រូវដែលរើថ្មិញដែល operation លមុនហ្នឹងយើងត្រូវដាក់ឲ្យច្រើនតិចទៅដាក់3 4ថ្មិញឬក៏ច្រើនថ្មិញតិចទៅសម្រាប់ទៅ remove វាតោះសំណួរតែសម្រាប់ខ្ញុំអា pin ហើយនឹង post call pin វាងាយស្រួលក្នុងការ remove ជាងដោយសារតែ pin វាទូចជាងពីច្រើន pin គឺទូចជាងរុនរឹសថ្មិញហើយពេលដែលយើង vibration ទៅយើងអាចធ្វើងាយ loose ជាងប៉ុន្តែបើ post call ពីច្រើនវា fit ទៅជាមួយនឹងរុនរឹសថ្មិញតែពេលដែលវា fit ទៅជាមួយនឹងរុនរឹសថ្មិញយើងពិបាកក្នុងការ remove វាបន្តិចវាអាស្រ័យទៅលើ cement ដែលគេភ្ជាប់ដែរបើ cement ណាដែលជាប់ខ្លាំងក៏យើងពិបាក remove ដូចគ្នាប៉ុន្តែនៅពេលដែលយើង remove post call ភាគច្រើនហានិភ័យនៃការបែករឹសគឺវាខ្ពស់ជាងនៅក្នុងការ remove pin តែដល់ឡែកតកតងនឹង fiber post ដោយសារតែខ្ញុំអត់ទាន់បានមាន case ណាដែលខ្ញុំត្រូវ remove ឬក៏រើ fiber post នៅពេលដែលខ្ញុំមាន case រើ fiber post ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតែដល់ឡែកវាអត់ទាន់មាន case ណាដែលខ្ញុំត្រូវរើ fiber post ប៉ុន្តែសម្រាប់ខ្ញុំ fiber post គឺពិបាករើដោយសារតែfiber post យើងអត់អាច vibration ឲ្យវា loose ឬក៏អីវាច្រើនតែយើងប៉ះវាគឺវាខូចហ្មងអញ្ចឹងយើងពិបាកក្នុងការធ្វើឲ្យវាអង្គើឬក៏ឲ្យវាដកចេញមកទាំងដុលហ្មងគឺវាច្រើនគឺគេប្របែកវានៅក្នុងរន្ធរស់ថ្មិញហ្មងគេទម្លុះវាជាមួយនឹង ultrasonic ឬក៏ជាមួយនឹង burr ទៅតែម្ដងបាទអូខេជាធម្មតាផុតទៅចុងឬពិបាកដេមូខ្ញុំសុំ forward រូបហ្នឹងទៅក្នុងក្រុមមួយទៀតឲ្យគាត់បានឃើញដែរ
ចាំតិចជាធម្មតាខេសហ្នឹងបើខេសហ្នឹងឧទាហរណ៍ណាឧទាហរណ៍ថា crown ហ្នឹងគេដាក់ crown អីគេceramic ឬក៏អីគេ អាហ្នឹងឥឡូវយើងមើលអា X-ray សិនឥឡូវយើងមើល X-ray ហ្នឹងយើងថត angulation វាធ្វើឲ្យមានថា shortening ថ្មិញឬក៏យើងថតមកវាត្រូវហើយព្រោះពេលខ្លះពេលយើងថតមកឃើញឬថ្មិញហ្នឹងខ្លីៗត្រូវហ៎អូខេឥឡូវឬថ្មិញហ្នឹងប្រវែងប៉ុន្មានអូខេពេលខ្លះឬមែន15 postcode ប្រវែងប៉ុន្មានខាងនេះបើសិនជាឧទាហរណ៍ថាអ្នកជំងឺមកគាត់ថ្មិញ ceramic គាត់ស្អាតថ្មិញ ceramic គាត់ស្អាតគាត់អត់បែរថាគាត់មកគាត់ឈឺ complaint របស់គាត់គឺគាត់ឈឺឧទាហរណ៍ណាថ្មិញហ្នឹងខ្ញុំអត់រើ ceramic អត់រើ postcode មានន័យថាខ្ញុំទុកនៅហ្នឹងខ្ញុំធ្វើ surgery ខ្ញុំកាត់ចុងរឹសហ្មងបើសិនជា crown របស់យើងវាអត់មានអាលាកអញ្ចាញ crown របស់យើងដាក់ទៅអ្នកជំងឺពេញចិត្តគ្រាន់តែឈឺ complaint របស់អ្នកជំងឺឈឺអាហ្នឹងខ្ញុំនឹងធ្វើ episiotomy ដោយសារអីទី1ឬថ្មិញខ្លីទី2 postcode ធំត្រូវអត់ពេលដែលយើង remove postcode បានឃើញយើងនឹងឃើញរចនាសម្ព័ន្ធថ្មិញស្ដើងត្រូវអត់អញ្ចឹង prognosis ថ្មិញនេះក៏វារៀងពិបាកដែរហើយឬថ្មិញវារៀងខ្លីបើសិនជាមើល X-ray ដំបូង pre-op X-ray ឃើញឬថ្មិញខ្លីមែនតើអញ្ចឹងឧទាហរណ៍យើងរើ postcode ចេញហើយពេលខ្លះវាពិបាកនៅក្នុងការ save ឬថ្មិញហ្នឹងព្រោះយើងដឹងថានៅពេលដែលយើងរើ postcode វាអាចប្រឈមនឹងបែកឬក៏ពេលខ្លះយើងត្រូវការរាសាច់ថ្មិញថែមតិចទៀតត្រូវអត់អញ្ចឹងទៅវាអាចនឹងធ្វើឲ្យមាន root fracture កើតមានឡើងខេសនេះបើសិនជារឹសវាវែងអូខេអូខ្ញុំនិយាយទៅក្រោយវិញសិនខ្ញុំភ្លេចខ្ញុំឡងចុះបើសិនជាឈី complaint អ្នកជំងឺមកគាត់ចង់រើថ្មិញ ceramic ចេញចង់ដាក់ zirconia អូខេអាហ្នឹងយើងរើត្រូវហើយព្រោះឈី complaint របស់អ្នកជំងឺមិនមែនឈឺទេគឺអ្នកជំងឺចង់ដូរថ្មិញឧទាហរណ៍គាត់ដាក់ ceramic ទៅវាឃើញខ្មៅនៅកន្លែងcervical នៅកន្លែងកថ្មិញឬក៏គាត់ដាក់ទៅអត់ពេញចិត្តវាអត់ fit អូខេអាហ្នឹងយើងរើត្រូវប៉ុន្តែបើសិនឈី complaint របស់អ្នកជំងឺតាក់ទងនៅជាមួយនឹងការឈឺចាប់ហើយថ្មិញហ្នឹងអ្នកជំងឺក៏គាត់ពេញចិត្តដូចខ្ញុំនិយាយអញ្ចឹងខ្ញុំធ្វើ surgery ខ្ញុំអត់រើខ្ញុំអត់មានថាខ្ញុំអត់លូកពីខាងក្នុងដោយ remove postcode ទៅ retreat វាអញ្ចឹងទេគឺវាហានិភ័យខ្ពស់ចាឥឡូវយើងនិយាយពីការ remove postcode របស់យើងចេញអស់ហើយតើយើងត្រូវធ្វើអីបន្ទាប់ជាធម្មតាអ្វីដែលផុតទៅខាងចុងឬថ្មិញយើងពិបាកនៅក្នុងការយកវាចេញលើកលែងថាហ្នឹងបើសិនជាវា GP យើងអាចទាញវាមកបានតែបើសិនជាផុតហើយពិបាកហើយបើសិនជាមាន GP ឧទាហរណ៍ GP ខ្លះវាមាន GP ខ្លះវាផុត GP ខ្លះវានៅក្នុងរន្ធឬថ្មិញពេលខ្លះយើងសំណាងយើងតាក់ទៅវាទាញមកទាំងអស់តែបើសិនជាអាណាផុតហើយមិនបាច់គិតពីវាច្រើនពេកទេទុកវានៅហ្នឹងទៅព្រោះនេះจะត្រឹមរន្ធឬថ្មិញមកប៉ុន្តែគ្រាន់តែថ្មិញនេះគឺវាចុងឬថ្មិញចំហមើលឃើញអាលេខ11ឃើញធំហ៎ឃើញចំហធំ
អាលេខ21ហ្នឹងក៏វាអាចនឹងចុងឬថ្មីចំហធំដែរហ្នឹងពេលខ្លះអាចផ្លាក់ MTA ឲ្យហើយទៅបិទ MTA ខាងចុងឬថ្មីឲ្យហើយទៅព្រោះរុនឬថ្មីធំនេះក៏មិនប្រវាក់ក្នុងការបិទដែរហើយមួយទៀតយើងសៀលពេលដែលយើងដាក់ postcode ក្រោយធ្វើម៉េចទុកឲ្យបាន4ទៅ5មីលីម៉ែត្រនៅខាងចុងឬថ្មីកុំជ្រាប postcode ជ្រៅទុក4ទៅ5មីលីម៉ែត្រពីព្រោះជាធម្មតាយើងអាចប្រឈមនឹងធ្វើ surgery ឧទាហរណ៍ថាវាអត់ជោគជ័យពីព្រោះយើងពិបាកនៅក្នុងការ remove អា sealer ឬក៏ GP ដែលវា extrude ទៅបាត់អញ្ចឹងវាអាចនឹងបរាជ័យទៅនៅពេលដែលអាចបរាជ័យបើសិនជាយើងដាក់ postcode វែងពេកពេលដែលយើងធ្វើ surgery កាត់ទៅដល់ postcode ហ្មងត្រូវទេអញ្ចឹងគេគិត plan មួយគេត្រៀមជើងព្រួលឲ្យថាអាចនឹងធ្វើ surgery អញ្ចឹងត្រូវដាក់ postcode ត្រឹមកម្រិតណាមួយទុកមាន space ពេលយើងធ្វើ surgery យើងកាត់ហើយក៏យើងអាចមានន័យថាអាចរក្សា prognosis ថ្មីហ្នឹងឲ្យនៅបានល្អទៀតដែរមិនឃើញចេះដាក់ postcode ជ្រៅដល់ពេលកាត់ចុងរឹសទៅកាត់ទៅដល់ postcode ហ្មងអញ្ចឹងយើងពិបាក retrograde feeling ពិបាកបិទខាងចុងរឹសថ្មីទៅវិញនេះក៏ពិបាកទទួលបាននៅ apical seal ចាំពេលខ្លះនៅពេលដែល PA ដំបូង pre-op ដំបូងតែពេលយើងថតមកតែ coagulation យើងពិបាកនៅក្នុងការធ្វើ diagnosis ណាពេលខ្ញុំមើលទៅអាដំបូងឃើញរឹសវាខ្លីដល់ពេលមើល angulation បែរជា coagulation តែថ្មីនេះ inform ប្រាប់អ្នកជំងឺផងវារៀងពិបាកតិច prognosis វាអត់សូវល្អហ្មងនេះអូខេបាទអាហ្នឹង DB ឬក៏ DL អូខេមាន check apex locator អត់បើប៉ុណ្នេះយកប៉ុណ្ណឹងទៅជាធម្មតាអាហ្នឹងវាមិនមែនអីអាហ្នឹងវាជា space មួយវាជា space មួយទៅនេះជាធម្មតាវារុន4ទេព្រោះអាខាង distal ដូចជាឬ distal ឬ2 distal ឬ2ហើយឬមួយមានរុនតែមួយទេអត់ទេជាធម្មតាខ្ញុំឃើញ pre op នៅពេលដែលខ្ញុំមើលឃើញ pre op ជប់ចាំតិចខ្ញុំ share រូបនេះពេកឲ្យអ្នកនៅក្នុង group មួយទៀតគាត់មើលអត់ដឹងយើងមើល pre op យើងឃើញ pre op នេះអត់មើល pre op ខាង distal មើលពេលដែលយើងមើល pre op ទៅខាង distal យើងនឹងឃើញ sealer ត្រូវទេឃើញ sealer ហ្នឹងវានៅចំកណ្ដាលឬអត់ពេលដែល sealer នៅចំកណ្ដាលឬអញ្ចឹងមានន័យថាវាមានតែមួយឯងត្រូវទេតែបើសិនជាយើងមើលទៅលើអាការដាក់ file របស់យើង ចូលដោយសារតែ angulation ត្រូវអត់ angulation ហ្នឹងវានៅចំកណ្ដាលឬអត់ ពេលដែល sealer នៅចំកណ្ដាលឬអញ្ចឹងមានន័យថាវាមានតែមួយឯងត្រូវទេ
ពេលដែល angulation យើងនឹងពិបាកមើលប៉ុន្តែបើសិនជាយើងមើលទៅលើ pre op x-ray ខ្ញុំជឿថាវាមានតែរុនតាមួយហើយវាអាស្រ័យទៅលើការ bridge របស់យើងដែរបើសិនជាយើង bridge អាហ្នឹងដល់ file លេខប៉ុន្មានឥឡូវឧទាហរណ៍រុនខាង db ហ្នឹង bridge ដល់ file លេខប៉ុន្មានជាធម្មតាបើសិនជាយើងដាក់ទៅ30យើងអាចគិតខ្ញុំអាចគិតថាវាមានរុនតែមួយបើសិនជារុន2វាអាចដាក់ទៅ20ឬក៏25គឺវាតឹងហើយហើយទេតែប្រយ័ត្នអា DL វា radic អញ្ចឹងវារៀងកោងបន្តិចប្រយ័ត្នបន្តិចហ្នឹងចុះខាង Measure Apex Locator អត់អីទេអូខេ17 19វាអាស្រ័យទៅលើ reference point របស់យើងពេលខ្លះ reference point យើងខុសគ្នាមួយទៀតមួយខ្ពស់ក៏ធ្វើឲ្យប្រវែង working length វាខុសគ្នាឆ្ងាយដែរជាធម្មតាបើសិនជា reference point ស្ថិតនៅក្នុង level ស្មើគ្នាអញ្ចឹង MB និង ML អាចខុសគ្នាដល់2មីលីម៉ែត្រដែរអញ្ចឹងវាអាស្រ័យទៅលើទីតាំងនៃ reference point របស់យើងដែរនិយាយសួរលោកគ្រូចាបើសិនជាករណីហ្នឹងបើសិនជាយើងដូរ position នៃការថតអាចឃើញផ្សេងលោកគ្រូអាចបាទលោកគ្រូតែដូរហ្នឹងយើងដូរទៅណាវិញឡើយលោកគ្រូមកខាងមុខឬក៏ទៅខាងក្រោយល្អជាងមួយណាក៏បានដែរមួយណាក៏បានអាចដូរមកខាង Measure ដំបូងមក Measure សិនមកកុំតន់អានទៅ Distal មក Measure សិនបើ Measure ទៅយើងមើលទៅរៀងពិបាកអូខេ shift ទៅខាង Distal បាទលោកគ្រូសូមសួរករណីAmbisectomy ទីលោកគ្រូខ្ញុំធ្លាប់ research ឃើញគេដាក់ថា Ambisectomy យើងអាចប្រើGIC ដើម្បីបិទចុងឫសបានលោកគ្រូជាធម្មតាបើសិនជាយើងចង់ឲ្យ success rate ខ្ពស់គេអត់ប្រើ GIC ទេវាមិនខុសពីអីពីយើង obturation ទេឬក៏យើងដាក់ឥឡូវខ្ញុំនិយាយ obturation ចា obturation យើងចង់យកអីមក obturation ក៏បានដែរ cortisomal endomethasone ដែលជាពពួក xenoxide bacillus resin base bioceramic ត្រូវទេយើងចង់យកអាមួយណាក៏បានដែរយកអាមួយណាមក obturation ក៏បានដែរពីព្រោះវាជាប្រភេទ material ដែលយើងសម្រាប់យកមក obturation ប៉ុន្តែបើសិនជាយើងចង់ឲ្យបាន success rate ខ្ពស់ចង់ឲ្យការព្យាបាលរបស់យើងទៅមិនសូវជាបញ្ហាចាអាហ្នឹងគឺគេប្រើ bioceramic sealer ឬក៏គេប្រើ sealer ណាដែលវា biocompatible វា flowable ត្រូវទេអញ្ចឹងវាអត់ខុសគ្នាអីពីការបិទនៅខាងចុងឬធ្មេញទេយើងចង់យក amalgam មកបិទក៏បានយក GIC មកបិទក៏បានយក MTA មកបិទក៏បានមួយណាក៏បានដែរប៉ុន្តែយើងត្រូវគិតថាតើមួយណាដែល biocompatible មួយណាដែល success rate ខ្ពស់ជាងគេអញ្ចឹងបើសិនជាយើងមើលទៅលើ article គេនឹងនិយាយថា MTA ឬក៏ bioceramic putty ឬក៏គេមាន material មួយយ៉ាងទៀតដែលខ្ញុំអត់ដែលឃើញប្រើនៅខ្មែរយើងហើយក៏អត់មានដែរអាហ្នឹងក៏ success rate ខ្ពស់ដែរគឺវា success rate ខ្ពស់ជាងការយក GIC យក amalgam យកមកបិទចុងឬធ្មេញកាលពីមុនកាលខ្ញុំនៅរៀនគ្រូឲ្យយក amalgam មកបិទដោយសារវាអត់មានអា MTA អត់មានពពួកអា bio compatible material ហ្នឹងយកមកបិទនៅខាងចុងឬធ្មេញត្រូវអត់ហើយមួយទៀតយើងត្រូវគិតថាតើពេលដែលយើងយក GIC មកបិទ GIC រឹងនៅក្នុងស្ថានភាព moisture condition អត់នៅពេលដែលយើងធ្វើ surgery ធ្វើ episectomy អ្វីដែលយើងពិបាកគឺ control bleeding អ្វីដែលយើងពិបាកគឺសម្ងួតនៅខាងចុងឬធ្មេញចុះបើសិនជាយើងយក material មួយដែលវាអត់ធន់ទៅជាមួយនឹងការសើមមានន័យថានៅពេលដែលវាសើមវាអត់ setting បានល្អឬក៏ពេលដែលវាសើមគឺវាមាន leakage តែយើងគិតថាវាយកមកជា material មួយជា choice ជា option មួយដែលល្អសម្រាប់យកមកបិទនៅខាងចុងឬធ្មេញអត់
ហើយតើជីលីកាអីដែលសុំទោសជីលីកាតើនៅពេលដែលយើងមាន tissue development នៅខាងចុងដួយធ្មេញមកវិញនៅពេលដែលវាប៉ះ GIC តើវាមានបញ្ហាកើតមានឡើងបើសិនជា GIC វាជា material of choice មួយសម្រាប់យកទៅ repair យកទៅបិទចុងដួយធ្មេញជួយចាំបាច់គេ repair ណាកន្លែង clear កន្លែង focusation ចាំបាច់បិទ MTA ទៅអីបិទ GIC ដែរទៅត្រូវអត់យល់វិញខ្ញុំនិយាយអត់រត់យល់លោកគ្រូយល់មួយទៅលោកគ្រូបើសិនជាករណីថាយើងដាក់ GIC ហើយអញ្ចឹងហើយអាហ្នឹងថ្ងៃក្រោយទៅអាចមានបញ្ហាអីទៀតអត់លោកគ្រូ follow up ខំមួយឆ្អឹងអីអត់ follow up អត់ហ៊ានថា follow up សិនពេលខ្លះក៏អាចឃើញ result ល្អកើតមានឡើងដែរតែអ្វីគឺ follow up បើយើងធ្វើហើយគឺ follow up បាទលោកគ្រូហើយមួយទៅលោកគ្រូនៅពេលដែលយើងsurgery អភិសេកហ្នឹងពីច្រើនមាន scar លោកគ្រូអាហ្នឹងយើងអាចធ្វើមិនដើម្បី prevent scar ហ្នឹងបានលោកគ្រូអាហ្នឹងពិបាកជាធម្មតាយើងដឹងហើយ surgeon តា flap គឺតែតែមាន scar tissue តែ surgeon ខ្ញុំអត់សូវនេះតើសួរអ្នក perio ឬក៏អ្នក implant ដែលគាត់អាចមាន experience ព្រោះខ្ញុំអត់ដែរធ្វើ episode ដែរហើយតកតងនឹង scar tissue ហ្នឹងពេលច្រើនគេដោយតាមគ្រូខ្ញុំគាត់បរៀនពេលដែលបរៀន surgery episiotomy ហ្នឹងគាត់ recommend ឲ្យប្រើ needle suture ដែលទូចអាច5-0ឬក៏6-0ឬក៏7-0ហើយការ incision ក៏គេមានរបៀប incision របស់គេដែរតែពីច្រើនវាទៅការ blade micro blade អញ្ចឹងវាទៅការឧបករណ៍ជួយយើងច្រើនវាទៅការឧបករណ៍ជួយបើសិនជាយើងប្រើ conventional ធម្មតាគឺ scar tissue តែតែកើតមានឡើងជិះមិនផុតទេបាទលោកគ្រូហ្នឹងហើយតោះសំណួរអូខេអញ្ចឹងបើសិនជាអត់ចំនួនយើងជួបគ្នាអាទិត្យក្រោយមួយសារទៀតជួបគ្នាអាទិត្យក្រោយមួយសារទៀតហើយចាំខ្ញុំប្រាប់បន្តទៀតណាអរគុណច្រើន